នេះបងប្អូនគឺជាសកម្មភាពរបស់យើងធ្វើដំណើរកម្សាន្តឡើងលើភ្នំដំបូងឡើយមើលទៅហាក់ដូចជាម្នាក់ហ្នឹងសប្បាយមែនទែនគឺដៃកាន់ដបទឹកសុបផងកាបូបស្ពីរបស់ញ៉ាំផងសប្បាយមើលទៅសប្បាយប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ហ្នឹងគឺខ្ញុំភ្លេចរឿងមួយរឿងដែលចាស់ចំណាំដំណាលណាគាត់ថាមានប្រភេទមនុស្សដែលមិនគួរឲ្យគាត់ដើរលេងតាមទីភ្នំណាអញ្ចឹងដំបូងឡើយខ្ញុំគិតថាវាជាពាក្យចចាមអារាមឬពាក្យដំណាលចាស់ទេខ្ញុំមិនគិតថាវាមានរឿងអញ្ចឹងណាប៉ុន្តែនៅពេលដែលយើងជួបផ្ទាល់អញ្ចឹងបានយើងដឹងថាគាត់និយាយនឹងសុទ្ធតែអាចកើតឡើងដែរនេះបងប្អូនដំបូងឡើយយើងអត់អីទេប៉ុន្តែស្រាប់តែមកដល់កន្លែងនេះស្រាប់តែមកដល់កន្លែងនេះគាត់វាទៅគាត់ឃើញហ្មងគាត់ឃើញនេះគាត់ស្រែកឡើងខ្លាំងណាគាត់ឃើញទៅធំមែនទែនទៅនេះចឹងហើយក៏ខ្ញុំនឹកឃើញដល់ពាក្យចាស់គាត់ថាកុំឲ្យនាំអ្នកដែលខ្លាចទៅដើរលេងតាមព្រៃភ្នំណាព្រោះវាសម្បូរទៅច្រើននិយាយចំទៅគាត់ឃើញងាកទៅណាក៏ឃើញទៅដែរសំបីតែពេលគាត់ឃើញនេះឃើញអាស្អីស្លុកឈើស្លុកអីក៏គាត់ស្រែកដែរអញ្ចឹងបើនាំគាត់តាមយើងដើរលេងព្រៃភ្នំគឺអ្នកដែលកៀងបេះដូងហ្នឹងគឺយើងឯងនាំយើងផ្អើលហ្មងណានឹងឲ្យអរគុណច្រើនបងប្អូនសម្រាប់ការតាមដានវីដេអូនេះ